ក្លបឆ្ងាលឡាត់យើងធ្លាប់តែឃើញលេខ0និងលេខ1ដូចជានៅក្នុងរូបភាពនេះនៅក្នុង Hacker Movie ឬក៏នៅក្នុងឈុតសរសេរកូដនានាតែនេះគឺជាការពិតរាល់ទូរស័ព្ទ computer ampli ហើយសូម្បីតែប្រទេស chip របស់ Apple ក៏វាដំណើរការជាមួយនឹងលេខ0និងលេខ1ផងដែរឧបករណ៍អេឡិចត្រូនិកទាំងអស់ហ្នឹងគឺវាដំណើរការបានដោយសារតែប្រព័ន្ធនេះហើយវាស្គាល់តែលេខ0ហើយនិងលេខ1តែប៉ុណ្ណោះអញ្ចឹងតើលេខ0ហើយនិងលេខ1ហ្នឹងគឺវាមានទំនាក់ទំនងអ្វីជាមួយនឹងឧបករណ៍អេឡិចត្រូនិកទាំងអស់ហ្នឹងបើចង់ដឹងតោះមើលវីដេអូនេះដល់ចប់តើលេខ0ហើយនិងលេខ1ហ្នឹងវាគឺជាអ្វីឲ្យប្រកបវាគឺជាប្រព័ន្ធរបបគោល2ដែលយើងរៀនតាំងពីថ្នាក់ទី10មកម្លេះលេខដែលយើងបានឃើញហើយក៏យើងប្រើប្រាស់សប្តាហ៍ថ្ងៃហ្នឹងវាគឺជាប្រព័ន្ធរបបគោល10ដែលមានលេខ9តួគឺលេខ0លេខ1លេខ2រហូតដល់លេខ9ចំណែកឯប្រព័ន្ធរបបគោល2វិញហ្នឹងគឺវាមានលេខ12តួតែប៉ុណ្ណោះគឺលេខ0ហើយនិងលេខ1យើងដឹងថាឧបករណ៍អេឡិចត្រូនិកទាំងអស់ហ្នឹងគឺប្រើប្រាស់នៅចរន្តអគ្គិសនីអញ្ចឹងសូមមើលពីលក្ខណៈរបស់វានៅលើខ្សែភ្លើងមួយនេះអូខេអញ្ចឹងនៅពេលដែលយើងបិទកុងតាក់គឺវាមានចរន្តឆ្លងកាត់ហើយនៅពេលដែលមានចរន្តឆ្លងកាត់ហ្នឹងឯងគឺយើងតាំងវាដោយលេខ1ប៉ុន្តែនៅពេលដែលយើងចំហកុងតាក់វិញគឺវាលែងមានចរន្តឆ្លងកាត់ទេអញ្ចឹងគឺយើងតាំងវាជាលេខ0វិញអញ្ចឹងសរុបមកកុងតាក់មួយហ្នឹងគឺអាចផ្ដល់តម្លៃចំនួន2បែបគឺលេខ1ដែលមានន័យថាមានចរន្តអគ្គិសនីឆ្លងកាត់ហើយនិងលេខ0គឺគ្មានចរន្តអគ្គិសនីឆ្លងកាត់អ្វីទាំងអស់ដែលខ្ញុំបានបញ្យល់នៅខាងលើហ្នឹងវាគ្រាន់តែជាមូលដ្ឋានគ្រឹះតែប៉ុណ្ណោះប៉ុន្តែទោះជាយ៉ាងណាក៏ដោយ idea ហ្នឹងគឺត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រព័ន្ធដំណើរការ digital អស់រយៈពេលច្រើនជាង80ឆ្នាំមកហើយអញ្ចឹងយើងដឹងថាកុងតាក់មួយហ្នឹងគឺវាគ្រប់គ្រងទិន្នន័យតែពីរតែប៉ុណ្ណោះគឺលេខ0ហើយនិងលេខ1ប៉ុន្តែបើយើងមានកុងតាក់ច្រើនដាក់ផ្គុំគ្នាវិញឧទាហរណ៍ថាបើយើងមានកុងតាក់6ដាក់ទន្ទឹមគ្នាដោយកុងតាក់ទី1ទី3ទី5និងទី6គឺកំពុងតែបិទអញ្ចឹងពួកវាទាំងអស់ហ្នឹងគឺផ្ដល់នៅតម្លៃលេខ1ហើយចំណែកឯកុងតាក់ទី2និងទី4វិញគឺកំពុងតែចំហអញ្ចឹងគឺវាផ្ដល់តម្លៃលេខ0នៅពេលដែលយើងក៏លេខទៅមើលតម្លៃលេខទាំងអស់នោះគឺយើងទទួលបានលេខ1លេខ0 1 0 1 1ដែលលេខទាំងអស់ហ្នឹងហើយគឺយើងហៅថា binary number ហើយ binary number ហ្នឹងឯងដែលឧបករណ៍អេឡិចត្រូនិកទាំងអស់ហ្នឹងគឺប្រើប្រាស់ដើម្បីអាចដំណើរការចេញជារូបភាពវីដេអូសារ message និងការប្រើប្រាស់អ៊ីនធឺណិតជាដើមដើម្បីឲ្យឧបករណ៍អេឡិចត្រូនិកទាំងអស់ហ្នឹងអាចដំណើរការបានលឿននិងរហ័សជាមួយនឹង binary number ទាំងអស់ហ្នឹងអញ្ចឹងគឺគេត្រូវការប្រើប្រាស់កុងតាក់ជាច្រើនដើម្បីដាក់បញ្ចូលគ្នាប៉ុន្តែប្រព័ន្ធដំណើរការជាមួយនឹងលេខ binary number ហ្នឹងគឺវាស្មុគស្មាញខ្លាំងអញ្ចឹងហើយការប្រើប្រាស់កុងតាក់គឺអាចជួយបានច្រើនទេអញ្ចឹងជំនួសឲ្យកុងតាក់គឺគេបានប្រើប្រាស់នៅ transistor ជំនួសវិញដែល transistor ហ្នឹងគឺវាដំណើរការដូចជាកុងតាក់ដែរប៉ុន្តែវាគឺអាច handle ទៅលើ logic ជាមួយនឹង binary number បានល្អជាងកុងតាក់អញ្ចឹងគឺវាអាចដំណើរការបានលឿនជាងនៅក្នុងប្រទេស chip របស់ computer នីមួយៗហ្នឹងគឺមានបំពាក់នៅ transistor ចំនួនរាប់ពាន់លានគ្រាប់ឯណោះដើម្បីអាចវាដំណើរការទៅលើកម្មវិធីនានាដែលយើងកំពុងប្រើនេះយើងអាចសាកសម័យបានខួរក្បាលរបស់មនុស្សយើងនឹងគឺបង្គុំឡើងដោយកោសិកានឺរ៉ុនចំនួនរាប់ពាន់លានកោសិកាដើម្បីអាចឲ្យវារ៉ាប់រងទៅលើការគិតនិងការគណនាចំណែកឯប្រទេស chip របស់ computer វិញហ្នឹងគឺវាដូចជាខួរក្បាលរបស់មនុស្សយើងដែរតែគ្រាន់តែវាហ្នឹងគឺបង្គុំឡើងដោយ transistor ចំនួនរាប់ពាន់លានគ្រាប់ដើម្បីអាចឲ្យវាធ្វើការគណនាជាមួយនឹង binary number តោះឥឡូវនេះយើងមកមើលពីឧទាហរណ៍តូចមួយអំពីរបៀបដែលឧបករណ៍អេឡិចត្រូនិករបស់យើងនឹងដំណើរការជាមួយនឹង binary number សុខានិងធីរីគឺនៅក្នុង office ផ្សេងគ្នាប៉ុន្តែ desktop របស់ពួកគាត់ហ្នឹងគឺភ្ជាប់ network ជាមួយគ្នាសុខាក៏សរសេរសារ Hi ទៅកាន់ធីរីពាក្យ Hi ហ្នឹងវាគឺជាភាសាដែលមនុស្សយើងអាចអានយល់ប៉ុន្តែ computer គឺវាអត់ស្គាល់ទេថាពាក្យ Hi ហ្នឹងគឺជាអ្វីដូច្នេះដើម្បីអាចឲ្យវាបញ្ជូនពាក្យ Hi ទៅកាន់ computer ធីរីបានវាត្រូវការបដូរពាក្យ Hi ទៅជា binary number សិនពាក្យ Hi សរសេរជា binary number ដូចតែមាននៅបង្ហាញក្នុងវីដេអូនេះបន្តមកទៀត computer ចាប់ផ្ដើមធ្វើការបញ្ជូន binary number ទាំងអស់ហ្នឹងទៅតាមខ្សែ network នៅក្នុងខ្សែ networkរបៀបដែលវាបញ្ជូនទិន្នន័យហ្នឹងគឺវាដំណើរការដោយប្រើប្រាស់នៅចរន្តអគ្គិសនីបិទបើកទៅតាមលេខ0និងលេខ1របស់ binary number បន្ទាប់ពី desktop របស់ Theory ទទួលបានទិន្នន័យហ្នឹងហើយវាចាប់ផ្ដើមបកប្រែ binary number ទាំងអស់ហ្នឹងមកជាពាក្យ Hi វិញដូច្នេះ Theory គឺទទួលបានសារ Hi ពីសុខាអូខេយល់ច្បាស់នៅសម្រាប់រូបភាពវីដេអូ game ឬក៏កម្មវិធីផ្សេងៗទៀតហ្នឹងគឺវាដំណើរការតែបែបហ្នឹងលើ binary number ដែរទេអញ្ចឹងនៅពេលដែលការបញ្ជូន binary number ទាំងអស់ហ្នឹងពីឧបករណ៍មួយទៅកាន់ឧបករណ៍មួយទៀតរងនឹងការរំខានហ្នឹងហើយជាបញ្ហាដែលគ្រប់គ្នារអ៊ូថាវាដំណើរការយឺតឬក៏គាំងឬក៏ internet slow មួយទៀតក៏ចង់ប្រាប់អ្នកទាំងអស់គ្នាផងដែរថាប្រទេស chip ដែលអាចញាត់នៅ transistor ចូលបានកាន់តែច្រើននោះកម្លាំងរបស់វាហ្នឹងក៏កាន់តែខ្លាំងហើយវាក៏អាចធ្វើការបានច្រើនមុខក្នុងពេលតែមួយផងដែរហើយដូច្នេះហើយបានជាយើងឃើញថាក្រុមហ៊ុនធំៗមួយចំនួនហ្នឹងគឺប្រជែងគ្នាទៅលើការបង្កើត chip នេះដូចជាក្រុមហ៊ុន Apple, Nvidia, Microsoft និង AMD ជាដើមអ្វីដែលពួកគេចង់ធ្វើហ្នឹងគឺចង់បង្កើតនៅប្រទេស chip ដែលមានទំហំកាន់តែតូចហើយអាចផ្ទុកនៅ transistor បានកាន់តែច្រើនអរគុណដែលបានទស្សនានៅវីដេអូមួយនេះហើយបើសិនបើអ្នកទាំងអស់គ្នាចូលចិត្តវីដេអូដែលតាក់ទងជាមួយនឹងចំណេះដឹងផ្នែក IT បន្ថែមទៀតហ្នឹងសូមជួយចុច Subscribe មួយផងបាទសូមអរគុណ